ក្តីរាយការណ៍ពីខេត្តបាត់ដំបងវិញម្ដងគឺអភិបាលរងខេត្តបាត់ដំបងជំរុញឲ្យអាជ្ញាធរដែនដីផ្សព្វផ្សាយបន្ថែមអំពីការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដើម្បីផ្ដល់ជូននៅជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនលោកស្រីឡាយសកុនធីវីរាយការណ៍បន្ថែមជុំវិញព័ត៌មាននេះអភិបាលរងខេត្តបាត់ដំបងលោកទីនសារាវុធបានធ្វើការជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបន្តការផ្សព្វផ្សាយបន្ថែមអំពីការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដើម្បីផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនខណៈការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះមិនត្រូវបានគិតថ្លៃនោះទេគឺមានតែការឧបត្ថម្ភនៅថវិកាជូនថែមទៀតផងថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី1ឆ្នាំ2025និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តបាត់ដំបងនៅវិទ្យាឋានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបងដែលមានការចូលរួមពីតំណាងក្រសួងនិងមន្ទីរពាក់ព័ន្ធវិទ្យាឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសអាជ្ញាធរដែនដីនិងវិស័យឯកជនក្នុងខេត្តបាត់ដំបងជាច្រើនទៀតគោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីធ្វើការបូកសរុបលទ្ធផលការងារនិងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តបាត់ដំបងលើការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនិងការទំនាក់ទំនងជាមួយវិស័យឯកជនឲ្យមានប្រសិទ្ធភាពការងារក្រោមយន្តការរបស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តដើម្បីចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនៅកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមតាមរយៈការលើកកម្ពស់ផលិតភាពខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មនិងការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម 4.0 នៃសេដ្ឋកិច្ច Digital និងសេដ្ឋកិច្ចបៃតងក៏ដូចជាតាមដានត្រួតពិនិត្យនិងវិតម្លៃលើផលធៀបផែនការបណ្ដុះបណ្ដាលរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងចំនួនសិស្សបណ្ដុះបណ្ដាលក្នុងត្រីមាសទី1ឆ្នាំ2025កំណើនចំនួនសិស្សចុះឈ្មោះចូលរៀនតាមជំនាញកំណើនចំនួនសិស្សចុះហាត់ការកំណើនចំនួនសិស្សបញ្ចប់ការសិក្សានិងកំណើនចំនួនសិស្សមានការងារធ្វើប្រធានមន្ត្រីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបងលោកមេដារ៉ាបានបញ្ជាក់ថាខេត្តបាត់ដំបងមានការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបានច្រើនជាងគេបើប្រៀបធៀបជាមួយសាលាបណ្ដុះបណ្ដាលនានានៅទូទាំងប្រទេសលើកលែងតែរាជធានីភ្នំពេញតែចំនួននេះមិនទាន់ឆ្លើយតបបានតាមតម្រូវការគោលដៅរបស់រដ្ឋាភិបាលកម្ពុជាដែលបានដាក់ក្នុងការបណ្ដុះបណ្ដាលឲ្យបានដល់1.5 លាននាក់ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យរបស់រដ្ឋាភិបាលនៅឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់លោកទីនសារាវុធបានសំណូមពរឲ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ជាពិសេសអាជ្ញាធរដែនដីដែលនៅគៀកជិតនឹងមូលដ្ឋានសហគមន៍ធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅដល់យុវជនទាំងនៅទីប្រជុំជននិងតំបន់ជនបទដាច់ស្រយាលដើម្បីជំរុញឲ្យយុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេសប្រការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះគឺជាចក្ខុវិស័យមិនត្រឹមតែជារបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី7ប៉ុណ្ណោះទេតែជាចក្ខុវិស័យរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីដើម្បីធ្វើឲ្យយុវជនមានជំនាញបង្កើតមុខរបរដោយខ្លួនឯងបានសូមបញ្ជាក់ថាគោលបំណងរបស់កម្មវិធីបណ្ដុះបណ្ដាល1.5 លាននាក់គឺដើម្បីផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនិងយុវជននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធដើម្បីទទួលបានឱកាសការងារឬបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការមានគុណភាពនិងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាពភាពធន់និងបរិយាបន្ននៅក្នុង